សួស្តីអ្នកនរគ្នាប្រកាសចង់រៀនភាសាដាតហើយមែនអត់អូខេចឹងមុនទៅរៀនយើងត្រូវស្គាល់ថាដាតគឺជាអ្វីដាតគឺជាភាសា programming language មួយត្រូវបានបង្កើតឡើងដោយ Google វាគឺជាភាសាមួយដែលយើងអាច build app ហើយអាចដើរបាន cross platform ហៅថាដើរទាំង Android និង iOS តឥឡូវយើងទៅរៀនទាំងអស់គ្នាណែនាំអ្នកគ្នាប្រើកម្មវិធី run នៅលើ online គឺ Dat1 compile online និង Dat pad គឺវាមានកម្មវិធីពីរហ្នឹងដែលអាច run បានដូចមានកម្មវិធីផ្សេងទៀតដែលអាច run បានប៉ុន្តែខ្ញុំណែនាំអ្នកគ្នាប្រើកម្មវិធីនេះទីមួយគឺយើងចូលមកកាន់ Dat compiler ភាសាកម្មវិធីនេះគឺវា run Dat បានអ្នកគ្នា print មកអាហ្នឹងគឺដំបូងពីច្រើនគេ print hello world បងsorry អ្នកគ្នាដំបូងគឺថាគេ print hello world hello world WORD ហើយនៅពេលអ្នកគ្នាចុច run អានេះ hello world គុណសម្បត្តិកម្មវិធី run នៅលើ online នេះគឺថាវា run លឿនអ្នកគ្នាយល់អត់មានថាវា run លឿនហើយវា run លឿនប៉ុន្តែអ្វីដែលគុណវិបត្តិរបស់វានោះគុណវិបត្តិរបស់វាគឺថាវាអត់ចាប់ error ឲ្យយើងទេប៉ុន្តែបើសិនជា Dat pad នេះវាត្រូវបានកម្មវិធី online ហ្នឹងវាត្រូវបានបង្កើតឡើងដោយ Google វាជាកម្មវិធី online ដែលប្រើសម្រាប់ run Dat មកយល់អត់ប៉ុន្តែវានេះយឺតអ្នកគ្នាយល់អត់វា run មកយឺតឧទាហរណ៍នៅពេលអ្នកគ្នាចុច run មកអ្នកគ្នាឃើញយឺតអត់វាចេញយូរអត់វាចេញយូរណាស់ប៉ុន្តែចំណុចល្អរបស់វានោះគឺថាវាចាប់ error យើងបើសិនជាយើងសេខុសទៅណាមួយអ្នកឃើញវាចាប់ error យើងគឺវាប្រាប់យើងថាយើងនឹងភ្លេចសញ្ញា semicolon អញ្ចឹងនៅពេលដែលយើង run ទៅគឺអត់បានទេដោយសារវាប្រាប់ error យើងតាំងពីដំបូងបាត់ហើយដូច្នេះយើងដាក់សញ្ញានេះវិញមកឃើញហើយពេលណាគេចាំទីវាចេញមកឡើយអ្នកគ្នាឃើញអត់នេះគឺវាងាយស្រួលត្រង់ហ្នឹងភាសានេះDat pad នេះគឺវាចាប់ error យើងប៉ុន្តែមួយនេះគឺវាអត់ចាប់ error យើងទេប៉ុន្តែវា run លឿនអូខេអ្នកគ្នាក្នុងការរៀនមួយខ្ញុំអ្នកគ្នាចង់ប្រើមួយណាក៏បានដែរតាមចិត្តអ្នកគ្នាប៉ុន្តែDat compiler នេះគឺយើងអាចធ្វើការ rename ឈ្មោះវាយើងអាចដាក់អីគេ learn Dat អីយ៉ាងហ្នឹង D អីlearn Dat អញ្ចឹងមកអ្នកគ្នាអាចធ្វើការបញ្ចូលវាបានចុចសៀងមកហើយអ្នកគ្នាក៏អាចធ្វើការ download វាទុកបានផងដែរអ្នកគ្នាគាត់ចុច Tray 3 នេះមកTray 3មកអ្នកគ្នាចុច download មកអូខេអ្នកគ្នាឃើញហើយនេះអ្នកគ្នាចុចបើកមកនេះវានឹងបើកនៅក្នុងតាមពិតអ្នកគ្នាមានកម្មវិធីអីវាបើកក្នុងហ្នឹងអញ្ចឹងនៅពេលអ្នកគ្នាមានអញ្ចឹងអ្នកគ្នាអាចយកវាមក run បានម្ដងទៀតអូខេអញ្ចឹងយើងចូលមកបញ្ចូលកូដរបស់យើងសិននេះគឺជាអ្វី boot នេះគឺជាអ្វី boot គឺជា function មួយដែលវាអត់ return តម្លៃទេចំណែក main នេះគឺជាឈ្មោះ function ដែលវាជា syntax របស់ Dat ហ្នឹងហ្មងវាត្រូវតែមានជានិច្ចអូខេsyntax វាប៉ុណ្ណឹងហើយសញ្ញា curly bracket នេះគឺជា block នៃកូដមានន័យថាវានឹងក្តោបកូដទាំងអស់ដែលមាននៅក្នុងហ្នឹងឧទាហរណ៍យើងសរសេរ print មួយទៀតមក int print អីhello DOT ចឹងមកអ្នកគ្នាឃើញអត់ print មកerror why error POINT អ្នកគ្នាជួយមើលខ្ញុំមើលថាខុសទៅណា error can say run again what's error ស្លោដាក់សញ្ញានេះទៅតោះនេះលោកព្រះហើយចេះតានេះអូខេអ្នកគ្នាឃើញ hello អូខេហ្នឹងគឺជាដំបូងដែលថាភាសា programming ដែលគេពាក្យដំបូងដែលគេចូលចិត្តសរសេរគឺ hello world